ជំរាបសួរលោកគ្រូថ្ងៃនេះយើងមកធ្វើការងារបន្តទៀតគឺការ install ទៅលើសាមញ្ញនៅលើ Ubuntu ដូច្នេះដំបូងយើង sudo update វាទាំងអស់សិនមក sudo update តមកទៀតយើងវាយ sudo apt install samba.y បន្ទាប់ពីយើង install រួចរាល់ហើយយើងត្រូវទៅឆែកមើលថាតើ Samba យើងបាន install រួចរាល់ហើយឬនៅដូច្នេះយើងវាយមក where is Samba មកនេះគឺជា path ដែលយើងបាន install រួចរាល់ហើយ path Samba មុនហ្នឹងតមកទៀតគឺយើងត្រូវទៅរកversion របស់វាបន្ទាប់ពីយើងឃើញ path ហើយយើងវាយ version របស់វាគឺយើងប្រើជាមួយនឹង command smvd .version បន្ទាប់ពីយើងឃើញ version ហើយយើងនឹងបង្កើត folder មួយចំនួន sudoប្រើ path root ធម្មតា អូខេបន្តមកនេះយើងបង្កើត teacher មួយទៀតយើងប្រើ path ដូចគ្នាហើយយើងបង្កើត admin មួយដែរយើងប្រើ path ដូចគ្នាដែរហើយយើងនឹង group add teacher ហើយនឹង admin តមកទៀតគឺយើងទៅបង្កើតជាមួយនឹង user sudo add user teacher វាយើងនឹងបង្កើត admin មួយដែរតមកទៀតយើងនឹង add role វាយើងប្រើជាមួយនឹង command sudo user mode .ag teacher គឺយើងដាក់ admin មួយដែរតមកទៀតយើងត្រូវទៅដាក់ permission ឲ្យវាស្ដីយើងមួយសិនហើយយើងបង្កើត file permission យើងប្រើជាមួយនឹង sudo v1 .all
ថ្ងៃនេះផ្លេចដាក់ sudo ពីមុខអញ្ចឹងមិនវាដាក់សំទោសគ្រូអឺ CAWN អូខេដាក់ហើយមួយទៀតគឺយើងវាយ sudo អឺ chmod ដក 0 អូខេបន្តមកទៀតគឺយើងដាក់ permission ឲ្យជាមួយនឹង admin មួយទៀត ឥឡូវយើងសរសេរ sudo nano sudo nano /etc samba /smb config F អូខេបន្តមកទៀតយើងចុច X ឥឡូវយើង restart វាទៅ sudo system ctl restart smbd បន្តមកទៀតយើង enable វាទៅ sudo system enable smbd តោះមកយើងឆែកទៅលើ status របស់វា sudo ឥឡូវយើងបាន status វារួចរាល់ហើយយើង set firewall វា sudo usw hello samba ឥឡូវយើងឆែកមើលវា status របស់យើង active អត់status របស់យើង inactive ទេឥឡូវនេះយើងទៅ insert password មុនសិនខ្ញុំប្រើជាមួយនឹង command sudo smb password .a teacher1 ឥឡូវបន្តមកទៀតគឺយើង remote ពី Windows មកទៅយើងវាយជាមួយនឹង IP របស់យើង // 172.20.11 172
hỏi chuyện tí cho chăm tí nó phải chạy đáp chạy động mùi nó dân Intel đọc tiếp cái dân cho nó vậy thôi